ប្រើរូបមន្ត filter ជាមួយ drop down ហ្នឹងអត់ពិបាកទេខ្ញុំគ្រាន់តែថែមកន្លែងនេះមួយមកហើយកន្លែងនេះកន្លែងនៅក្នុងតារាង cell ណាមួយហ្នឹងយើងអាចបង្កើតជាdrop down មួយមក drop down ហ្នឹងគឺជាលក្ខខណ្ឌដែលយើងត្រូវទៅសេចូលនៅក្នុង filter ហ្នឹងណាបាទអញ្ចឹងរបៀបដាក់ drop down យើងគ្រាន់តែចុចselect នៅលើ cell ហ្នឹងមកបាទហើយបន្ទាប់មកយើងយកពាក្យថា data យកពាក្យថា data ហើយបន្ទាប់មកយើងយកពាក្យថា data validation ណាបាទយកពាក្យ data validation មកហើយបន្ទាប់មកយើងយកពាក្យ add rule នេះបាទបន្ទាប់មកនេះវាចេញពាក្យ drop down ឲ្យយើងអញ្ចឹងយើងទៅសេចូលមកយើងទៅសេចូលក៏បានយើង copy ចូលក៏បាននេះចូលកន្លែង option នេះបាទអញ្ចឹងឧទាហរណ៍លក្ខខណ្ឌរបស់ខ្ញុំមាន2មានទី7A1 7B1 អញ្ចឹងខ្ញុំគ្រាន់តែ copy ដាក់មកបាទបន្ទាប់មកទៀត copy ដាក់ទៀតបាទដាក់ទី 7B បាទហើយបន្ទាប់មកយើងអាចចុចដាំមកដោយសារយើងមានតែ2លក្ខខណ្ឌជាការស្រេចបាទអញ្ចឹងយើងបាន drop down មួយអូខេបាទអញ្ចឹងដល់ពេលយើងបាន drop down អញ្ចឹងបើយើងអត់ច្បាស់យើងពណ៌អត់ច្បាស់យើងអាចបដូរពណ៌មកបាទបដូរពណ៌អូខេបាទអញ្ចឹងបន្ទាប់មកខ្ញុំសូមលុបកន្លែងនេះដើម្បីខ្ញុំចងរូបមន្តសារថ្មីបាទអញ្ចឹងលក្ខខណ្ឌរបស់ខ្ញុំគឺនៅពេលនេះគឺខ្ញុំចង់ឧទាហរណ៍ខ្ញុំ select ថ្នាក់ទី 7B ឲ្យចាញ់បញ្ជីឈ្មោះឲ្យចាញ់ឈ្មោះសិស្សទី 7B បើខ្ញុំ select ទី 7A ឲ្យចាញ់ឈ្មោះសិស្សទី 7A បាទអញ្ចឹងលក្ខខណ្ឌខ្ញុំកន្លែងនេះខ្ញុំចង់បានអញ្ចឹងបាទអញ្ចឹងខ្ញុំគ្រាន់តែចុចស្មើមកស្មើហើយខ្ញុំចុចថា filter បាទ filter ខ្ញុំ select នៅលើទិន្នន័យដែលចង់ឲ្យបង្ហាញបាទអញ្ចឹងឈ្មោះសិស្សបាទបន្ទាប់មកទៀតខ្ញុំចុចក្បៀសមួយបាទចុចក្បៀសមួយហើយបាទបន្ទាប់មកខ្ញុំ select នៅលើលក្ខខណ្ឌកន្លែងនេះគឺថ្នាក់រៀនបាទអញ្ចឹងឈ្មោះថ្នាក់ហ្នឹងបាទអញ្ចឹងយើង select ដល់ក្រោមមកអូខេបន្ទាប់មកលោកគ្រូគ្រាន់តែចុចសញ្ញាស្មើមកហើយចុចនៅលើលក្ខខណ្ឌរបស់យើងដែលយើងបាន drop down ហ្នឹងបាទអញ្ចឹងចុចហើយបិទមកវិញមកជាការស្រេចបាទអញ្ចឹងដល់ពេលខ្ញុំចង់មើលឈ្មោះសិស្សថ្នាក់ទី 7B ខ្ញុំគ្រាន់តែបដូរកន្លែងនេះមកដាក់ទី 7B មកចាញ់ឈ្មោះសិស្សថ្នាក់ទី 7B ដល់ពេលបើយើងចង់ឲ្យចេញថ្នាក់ទី 7A យើងដាក់ថ្នាក់ទី 7A មកចេញថ្នាក់ទី 7A មកបាទអញ្ចឹងវិធីប្រើ filter ជាមួយ drop down មានប៉ុណ្ណឹងលោកគ្រូបាទ